នៅក្នុងគ្រួសារមួយដែលមានពីរអ្នកប្តីប្រពន្ធមានជីវភាពលំបាកដោយរាល់ថ្ងៃតែងតែមានបំណងចង់ក្លាយទៅជាអ្នកមានប៉ុន្តែគេទាំងពីរនាក់មិនសូវខិតខំប្រឹងប្រែងធ្វើការឡើយប្រញាប់ឲ្យប្រាក់មកខ្ញុំមកខ្ញុំនឹងយកប្រាក់ទៅចាត់ចែងទិញម្ហូបព្រោះតែថ្ងៃនេះខ្ញុំគ្មានប្រាក់នៅក្នុងខ្លួនទេបងគួរតែឲ្យប្រាក់មកខ្ញុំដើម្បីយកទៅទិញម្ហូបនៅពេលនេះទៅបានប្រាក់មកពីណាទៅបើថ្ងៃនេះរកការងារធ្វើមិនចង់បានតែបន្តិចបន្តួចតែប៉ុណ្ណោះបងគិតថាគួរតែទុកប្រាក់នេះទៅរកគ្រូទាយទៅតើល្អដែរទេប្រពន្ធសម្លាញ់ទៅរកគ្រូទាយបានអ្វីមកវិញទៅនាំតែធ្វើឲ្យយើងអស់ប្រាក់តែប៉ុណ្ណោះខ្ញុំគិតថាមិនចាំបាច់ទៅរកគ្រូទាយទេឲ្យប្រាក់មកខ្ញុំមកខ្ញុំយកទៅទិញម្ហូបនៅពេលនេះហើយពួកយើងនឹងបានហូបពីរនាក់ប្រពន្ធខ្ញុំនេះពិតជាមនុស្សល្ងងមែនយើងយកប្រាក់នេះទៅរកគ្រូទាយដើម្បីឲ្យគ្រូទូទាយមើលពីវាសនាយើងតែពីរនាក់តើថ្ងៃខាងមុខយើងតែពីរនាក់នឹងខ្លាចទៅជាសេដ្ឋីដែរទេហេតុអ្វីខ្ញុំនឹកមិនឃើញអញ្ចឹងបើយើងទូទាយបានដឹងមុនថាយើងតែពីរនាក់នឹងខ្លាចទៅជាអ្នកមានហើយយើងតែពីរនាក់នឹងបានចម្លើយយើងតែពីរនាក់នឹងសប្បាយចិត្តអញ្ចឹងយើងតែពីរនាក់នៅនិយាយដល់ពេលណាទៀតនាំគ្នាទៅរកគ្រូទាយនៅពេលនេះភ្លាមទៅនឹងបានដឹងការពិតជាមិនខានទេណាអូនទាំងពីរអ្នកប្តីប្រពន្ធក៏បានប្រញាប់ទៅរកគ្រូទាយដើម្បីទស្សន៍ទាយមើលវាសនាពួកគេទាំងពីរនៅក្នុងភូមិក៏មានបុរសម្នាក់ដែលធ្វើគ្រូទាយដោយគាត់គ្រាន់តែនិយាយស្មានតែប៉ុណ្ណោះគាត់មិនចេះទស្សន៍ទាយអ្វីឡើយប៉ុន្តែគាត់តែងតែនិយាយទៅអ្នកភូមិតែងតែជឿរាល់ថ្ងៃនេះខ្ញុំបានប្រកបមុខរបរទូទាយបែបនេះហើយទើបបានជាធ្វើឲ្យខ្ញុំមានចំណូលជារៀងរាល់ថ្ងៃបើខ្ញុំមិនបានទូទាយបែបនេះទេខ្ញុំប្រកាសជាត្រូវដាច់បាយស្លាប់ជាមិនខានខ្ញុំមកនេះគឺដើម្បីទូទាយសូមលោកគ្រូទាយទូទាយមើលទៅតើខ្ញុំទាំងពីរនាក់អនាគតនឹងមានវាសនាខ្លាចទៅជាសេដ្ឋីដែរទេលោកគ្រូទាយមិនខិតខំប្រឹងប្រែងរកស៊ីប៉ុន្តែបែរជានាំគ្នាមករកគ្រូទាយទៅវិញប៉ុន្តែមិនចាំបាច់ខ្វាយខ្វល់ទេនេះគឺជាមុខរបរយើងស្រាប់ហើយយើងត្រូវតែនិយាយលើកជើងពីអ្នកប្តីប្រពន្ធនេះឲ្យគេសប្បាយចិត្តរាល់ថ្ងៃនេះខ្ញុំក្រអើយសែនក្រដូច្នេះខ្ញុំចង់ឲ្យលោកគ្រូទាយទូទាយដើម្បីឲ្យខ្ញុំទាំងពីរនាក់បាននៅជាមុនតើថ្ងៃខាងមុខខ្ញុំទាំងពីរនាក់នឹងក្លាយទៅជាអ្នកមានដែរទេមិនអីទេអញ្ចឹងអ្នកទាំងពីរចាំខ្ញុំទូទាយឲ្យប៉ុន្តែខ្ញុំសូមតម្កល់ប្រាក់ឲ្យបានច្រើនបន្តិចដើម្បីឲ្យខ្ញុំនេះងាយស្រួលក្នុងការទូទាយកុំបារម្ភអីណាលោកគ្រូទាយនេះគឺជាប្រាក់ 10000 ខ្ញុំតម្កល់ជូនលោកគ្រូទាយតែម្ដងសូមលោកគ្រូទាយទូទាយមើលវាសនាខ្ញុំទាំងពីរនាក់ប្តីប្រពន្ធខ្ញុំមកនៅពេលនោះលោកគ្រូទាយបោកប្រាស់ក៏បានធ្វើជាបិទភ្នែកហើយក៏បានធ្វើជាសូត្របាលីនៅថ្ងៃខាងមុខអ្នកទាំងពីរនឹងក្លាយទៅជាសេដ្ឋីដោយសារតែអ្នកទាំងពីរបានធ្វើបុណ្យការពីជាតិមុនបានច្រើនអ្នកទាំងពីរនឹងមានជីវភាពធូរធារក្លាយទៅជាសេដ្ឋីមានទ្រព្យនៅថ្ងៃខាងមុខមិននឹកស្មានថាអនាគតពួកយើងទាំងពីរនាក់ក្លាយទៅជាសេដ្ឋីខ្ញុំពិតជាសប្បាយចិត្តណាស់នៅពេលដែលខ្ញុំបានដឹងពីអនាគតខ្លួនឯងបែបនេះអរគុណច្រើនណាស់លោកគ្រូដែលលោកគ្រូបានទូទាយឲ្យខ្ញុំទាំងពីរនាក់បានដឹងអញ្ចឹងខ្ញុំទាំងពីរនាក់សូមលាសិនហើយមិនទៅខិតខំប្រឹងប្រែងរកស៊ីប៉ុន្តែបែរជាមានគំនិតចង់ខ្លាយទៅជាអ្នកមានឲ្យខ្លាយទៅជាសេដ្ឋីបានយ៉ាងម៉េចបើរាល់ថ្ងៃនេះមិនខិតខំប្រឹងប្រែងរកស៊ីបើចង់ខ្លាយទៅជាអ្នកមានហេតុអ្វីបានជាមិនខិតខំប្រឹងប្រែងរកស៊ីទៅនៅពេលដែលគាត់បានទៅរកគ្រូទាយហើយគ្រូទាយបានទូទាយថាគាត់នឹងខ្លាយទៅជាអ្នកសេដ្ឋីមានទ្រព្យនៅពេលអនាគតគាត់ពិតជាសប្បាយចិត្តហើយគាត់ក៏លែងធ្វើការងារដោយការពីមុនសម្លាញ់ហើយអ្វីបានជាថ្ងៃនេះសម្លាញ់មិនមកធ្វើការអញ្ចឹងតើសម្លាញ់ទៅតែនឹងមកពីណានឹងសម្លាញ់យើងបានឃើញប្រពន្ធសម្លាញ់បានដើរទៅមុននេះបន្តិចយើងទៅតែមករកគ្រូទាយទេណាសម្លាញ់គ្រូទាយបានប្រាប់ថាថ្ងៃខាងមុខយើងនឹងក្លាយទៅជាសេដ្ឋីអ្នកមានដូច្នេះចាប់ពីថ្ងៃនេះទៅយើងមិនធ្វើការទេយើងរងចាំថ្ងៃនោះមកដល់យើងមិនធ្វើការអ្វីទៀតទេណាសម្លាញ់នេះឯងជឿជាក់លើការទូទាយរបស់គ្រូទាយដែរតើមែនទេហើយអ្វីបានជាឯងជឿជាក់ដោយមិនគិតមុខក្រោយឲ្យបានដឹងពិតប្រាកដវាគ្រាន់តែជាការទូទាយនៅជោគវាសនាឯងតែប៉ុណ្ណោះ
គ្រូទាយបានទូទាយថាវាសនាយើងនឹងខ្លាយទៅជាអ្នកមាននឹងហើយបើគាត់បានដឹងជាមុនទើបបានជាគាត់និយាយថាយើងនឹងខ្លាយទៅជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិអញ្ចឹងចាប់តាំងពីថ្ងៃនេះទៅយើងមិនចាំបាច់ខិតខំប្រឹងប្រែងធ្វើការនៅពេលដែលចាស់បន្តិចទៀតយើងនឹងមានទ្រព្យសម្បត្តិច្រើនជាមិនខានយើងមិនគ្រប់គ្រងនៅអ្វីដែលសម្លាញ់បាននិយាយទេសម្លាញ់ឯងមិនត្រូវគិតបែបនេះទេណាសម្លាញ់វាដូចជាមិនសមយើងគិតថាសម្លាញ់គិតបែបនេះគឺខុសទាំងស្រុងហើយណាសម្លាញ់តើយើងគិតខុសបានយ៉ាងម៉េចទៅវាគឺជាការពិតចាប់តាំងពីថ្ងៃស្អែកទៅយើងនឹងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែថ្ងៃខាងមុខយើងនឹងក្លាយទៅជាសេដ្ឋីឯងនៅបន្តការងាររបស់ឯងទៀតទៅយើងទៅសិនហើយហើយអ្វីបានជាគេខ្លាចទៅជាមនុស្សជឿជាក់លើអ្វីដោយមិនមានភស្តុតាងជាក់លាក់បែបនេះហើយអ្វីគ្រាន់តែជាការនិយាយរបស់គ្រូទាយធ្វើឲ្យគេផ្លាស់ប្ដូរចិត្តគំនិតបែបនេះរយៈពេល1ឆ្នាំបានកន្លងផុតទៅទាំងពីរអ្នកប្តីប្រពន្ធមិនទៅធ្វើការងារអ្វីទេដោយពួកគេទាំងពីរនាក់បានលក់ដីស្រែដែលធ្លាប់បង្កើនផលកាលពីមុនហើយបានចាយប្រាក់ទាំងអស់នោះអស់ថែមទៀតនៅពេលនេះដីស្រែរបស់យើងបានលក់បាត់ហើយតើយើងបានស្រែមកពីណាដើម្បីធ្វើទៀតទៅហើយប្រាក់ដែលយើងបានលក់ស្រែយើងទាំងពីរនាក់បានចាយវាអស់ហើយណាបងទ្រាំបន្តិចទៅបន្តិចទៀតយើងនឹងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិច្រើនជាមិនខានដោយសារតែការទូទាយរបស់យើងនឹងក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិនៅថ្ងៃខាងមុខប៉ុន្តែខ្ញុំគិតថាជីវិតពួកយើងនឹងត្រូវស្លាប់មុនពេលដែលយើងនឹងក្លាយទៅជាសេដ្ឋីដោយសារតែថ្ងៃនេះយើងគ្មានប្រាក់មួយសេននៅក្នុងខ្លួនទេណាបងជីវិតគឺជាការតស៊ូដូចជាពេលនេះអញ្ចឹងយើងតស៊ូបន្តិចទៀតទៅមិនយូរមិនឆាប់ថ្ងៃខាងមុខយើងនឹងក្លាយទៅជាសេដ្ឋីដល់ពេលនោះយើងមានទ្រព្យសម្បត្តិចង់ធ្វើអ្វីតាមចិត្តបងដឹងទេនៅពេលនេះយើងរកតែមួយសេនគ្មានខ្ញុំគិតថាយើងគួរតែឈប់ជឿការទូទាយរបស់លោកគ្រូទៀតទៅនៅពេលនេះខ្ញុំគ្មានជំនឿអ្វីទៀតទេណាបងអូនឯងនេះហើយអ្វីបានជាមិនជឿជាក់លើការទូទាយវាសនារបស់ពួកយើងអញ្ចឹងក្រែងអូនបានលឺហើយលោកគ្រូទាយបាននិយាយយ៉ាងម៉េចខ្ញុំលឺហើយនៅពេលនេះខ្ញុំក៏បានឃើញនឹងភ្នែកការដេករងចាំទ្រព្យសម្បត្តិខ្លាយទៅជាអ្នកមានពេលនេះតើវាយ៉ាងម៉េចទាំងដែលពេលនេះស្តុកគេបានខ្លាយទៅជាសេដ្ឋីបាត់ហើយដោយសារតែការខិតខំប្រឹងប្រែងរកស៊ីរបស់គេចំពោះរឿងសុកខ្លាយទៅជាអ្នកមានជាសេដ្ឋីតាមតែគេទៅមិនចាំបាច់ខ្វល់ទេអញ្ចឹងបើពួកយើងចង់ដឹងច្បាស់ការពិតនៅពេលវេលាជាក់លាក់ខ្លាយទៅជាសេដ្ឋីយើងនាំគ្នាទៅសួរលោកគ្រូទាយទៅនឹងបានដឹងការពិតជាមិនខានអញ្ចឹងបងប្រញាប់ទៅនៅពេលនេះភ្លាមទៅដើម្បីឲ្យបានដឹងការពិតតើពេលណាទៅឲ្យពិតប្រាកដដែលយើងនឹងខ្លាចទៅជាសេដ្ឋីកុំឲ្យយើងតែពីរអ្នករងចាំយូរបែបនេះទៀតអស់រយៈពេល1ឆ្នាំមកហើយទាំងពីរអ្នកប្តីប្រពន្ធក៏បានធ្វើដំណើរទៅរកគ្រូទាយសារជាថ្មីម្ដងទៀតចំណែកសុកពេលនេះបានខ្លាយទៅជាសេដ្ឋីដោយសារតែការខិតខំប្រឹងប្រែងរកស៊ីកាលពីមុននៅពេលនេះសម្លាញ់ខ្ញុំគេកំពុងតែពិបាកដោយសារតែការជឿជាក់លើអ្វីដោយមិនពិតប្រាកដខ្ញុំចង់ជួយគេប៉ុន្តែខ្ញុំមិនអាចជួយគេបានទេមិនត្រូវជួយមនុស្សបែបនេះទេណាសុកបើសុកជួយមនុស្សបែបនេះសុកនឹងកាន់តែធ្វើឲ្យគេមានមោទនភាពនិងរឿងអត់ប្រយោជន៍ជាបន្តទៀតដោយសារតែការជឿជាក់លើសម្ដីគ្រូទាយដែលបាននិយាយគេបានបោះបង់ការងារដែលធ្វើរាល់ថ្ងៃហើយថែមទាំងបានលក់ដីស្រែនេះក៏ព្រោះតែគេជឿជាក់លើអ្វីដែលមិនមានការបញ្ជាក់ពិតប្រាកដខ្ញុំបានឮថាពេលនេះគេកំពុងតែធ្វើដំណើរទៅរកលោកគ្រូទាយដើម្បីបញ្ជាក់ឲ្យបានដឹងការពិតតើពេលណាគេនឹងក្លាយទៅជាសេដ្ឋីអញ្ចឹងតោះយើងគិតថាទៅមើលគេបន្តិចទៅនឹងបានដឹងហើយឆ្លៀតពេលនោះយើងនឹងបញ្យល់គេពីអ្នកប្តីប្រពន្ធឲ្យបានយល់លោកសេដ្ឋីសុកនិងលោកមេភូមិអ្នកទាំងពីរក៏បានធ្វើដំណើរទៅផ្ទះលោកគ្រូទាយលោកគ្រូទាយតើលោកគ្រូទាយនៅផ្ទះដែរទេលោកគ្រូទាយចេញមកខាងក្រៅបន្តិចមកខ្ញុំមានរឿងចង់សួរនាំឲ្យបានដឹងកាន់តែច្បាស់នេះតើអ្នកទាំងពីរមករកអីហ្នឹងតើមានកិច្ចការអ្វីទៅចង់ឲ្យខ្ញុំទូទាយពីអ្វីទៀតតើមែនទេទើបបានជាមករកទាំងប្រញាប់បែបនេះ
ទាំងពីរអ្នកប្តីប្រពន្ធខ្ញុំនេះគ្រាន់តែចង់ដឹងចាប់តាំងពីខ្ញុំបានមករកគ្រូទាយលោកគ្រូទាយបាននិយាយថាខ្ញុំទាំងពីរអ្នកនឹងក្លាយទៅជាសេដ្ឋីអ្នកមានតើពេលណាទៅខ្ញុំអាចនឹងក្លាយទៅជាសេដ្ឋីអ្នកមានបានតើឲ្យខ្ញុំបានដឹងយ៉ាងម៉េចទៅខ្ញុំគ្រាន់តែនិយាយថាអ្នកទាំងពីរនឹងក្លាយទៅជាសេដ្ឋីមានទ្រព្យសម្បត្តិនៅថ្ងៃខាងមុខតែប៉ុណ្ណោះប៉ុន្តែថ្ងៃណាមកដល់ខ្ញុំមិនដឹងទេចង្រៃយោលោកគ្រូទាយបោកប្រាស់ហើយអ្វីបានជាលោកគ្រូទាយឯងនិយាយបែបនេះទៅវិញក្រែងកាលពីមុនលោកគ្រូទាយឯងបាននិយាយថាខ្ញុំនឹងក្លាយទៅជាសេដ្ឋីអ្នកមានទ្រព្យមែនទេហើយពេលនេះអស់រយៈពេល1ឆ្នាំមកហើយមិនថា1ឆ្នាំឬក៏2ឆ្នាំទេណាសម្លាញ់បើសិនជាសម្លាញ់មិនខិតខំប្រឹងប្រែងការងាររកស៊ីតើសម្លាញ់នឹងក្លាយទៅជាសេដ្ឋីបានយ៉ាងម៉េចគ្រប់គ្នាខំណាស់ទម្រាំតែបានប្រាក់មិនមែនដេករងចាំសំណាងដូចជាគ្រូសាអ្នកទាំងពីរទេអ្វីវាមិនអាចកើតឡើងបានងាយស្រួលឡើយណាអ្នកទាំងពីរតើលោកមេភូមិជួយគិតមើលទៅបើសិនជាពេលនោះខ្ញុំហ៊ាននិយាយថាគេទាំងពីរអ្នកនៅតែក្របែបនេះជារៀងរហូតគេទាំងពីរអ្នកនឹងរករឿងខ្ញុំជាមិនខានដូច្នេះខ្ញុំត្រូវតែនិយាយថាគេទាំងពីរអ្នកនឹងក្លាយទៅជាសេដ្ឋីមានទ្រព្យសម្បត្តិមិនមែនមានន័យថាខ្ញុំហាមឃាត់ពួកគេមិនឲ្យរកស៊ីឯណាប៉ុន្តែគេទាំងពីរអ្នកប្តីប្រពន្ធនេះដេករងចាំសំណាងការទូទាយតែប៉ុណ្ណោះចប់ហើយរយៈពេល1ឆ្នាំដែរយើងទាំងពីរអ្នកមិនធ្វើការងារអ្វីហើយថែមទាំងលក់ដីស្រែចម្ការថែមទៀតនៅពេលនេះវាបានរលាយអស់ហើយចប់ហើយសុកយើងពិតជាមនុស្សល្ងងមែនដែលដេករងចាំសំណាងពេលនេះទៅបានយើងដឹងថាពេលនេះទៅយើងដឹងថាវាមិនអាចកាត់ឡើងដោយខ្លួនឯងងាយៗទេយើងត្រូវតែខិតខំប្រឹងប្រែងទៅជីវភាពគ្រួសារយើងប្រសើរនៅថ្ងៃខាងមុខអញ្ចឹងចាប់តាំងពីថ្ងៃស្អែកទៅបើសម្លាញ់ចង់ខ្លាយទៅជាសេដ្ឋីអ្នកមានទ្រព្យសម្បត្តិសម្លាញ់ត្រូវតែខិតខំប្រឹងប្រែងធ្វើការងារឲ្យបានច្រើនយើងនឹងផ្ដល់ដីស្រែមួយកន្លែងដើម្បីជួលឲ្យសម្លាញ់ធ្វើជារៀងរាល់ឆ្នាំដូច្នេះសម្លាញ់នឹងប្រពន្ធនឹងមិនអត់បាយស្លាប់ទេណាសម្លាញ់ដោយសារតែមិត្តភាពជាសម្លាញ់សេដ្ឋីសុកក៏បានជួលដីស្រែមួយកន្លែងឲ្យគ្រួសាររបស់មិត្តសម្រាប់បង្កបង្កើនផលរកស៊ីដោយពួកគេលែងជឿជាក់នៅការដេករងចាំសំណាងដោយពួកគេធ្លាប់គិតកាលពីមុនអ្វីដែលកើតឡើងគឺដោយសារតែការខិតខំប្រឹងប្រែងមិនមែនកើតឡើងដោយសារតែការដេករងចាំសំណាងឡើយយើងត្រូវតែខិតខំប្រឹងប្រែងបើសិនជាពួកយើងចង់បានរបស់អ្វីមួយមានបុរសម្នាក់ដែលគាត់ត្រូវបណ្ដាសាបិសាចពស់នៅពេលពាក់កណ្ដាលយប់បុរសនោះនឹងប្រែខ្លួនជាមនុស្សពាក់កណ្ដាលជាពស់ពាក់កណ្ដាលតើមានអ្វីអាចជួយខ្ញុំបានទេពេលនេះខ្ញុំបានខ្លាចជាបិសាចពស់បើសិនជាអ្នកម៉ែបានដឹងគាត់ប្រកាសជាពិបាកចិត្តមិនខានកូនប្រុសម៉ែចង់ឲ្យកូនយកប្រពន្ធកូនអាយុច្រើនហើយម៉ែមិនចង់ទុកកូននៅកំឡោះបែបនេះទៀតទេអត់ទេម៉ែខ្ញុំមិនទាន់ចង់បានប្រពន្ធទេចាំឆ្នាំក្រោយទៅចាំឆ្នាំក្រោយមិនបានទេម៉ែខ្លាចមានអ្នកផ្សេងគេដណ្ដឹងយកនាងមុនម៉ែនឹងរៀបចំឲ្យកូននៅប៉ុន្មានថ្ងៃខាងមុខនេះបន្ទាប់មកគាត់មានការភ័យខ្លាចយ៉ាងខ្លាំងតែគាត់មិនអាចប្រឆាំងនឹងអ្នកម៉ែគាត់បានទេកាលពីមុនគ្រាន់តែមានតែម៉ែម្នាក់ខ្ញុំពិបាកនឹងលាក់ទៅហើយនៅពេលនេះគាត់ឲ្យខ្ញុំយកប្រពន្ធទៀតតើខ្ញុំអាចលាក់រឿងនេះបានដល់ពេលណាទៀតទៅបន្តិចក្រោយមកក៏មានក្រុមចៅមួយក្រុមបានចូលមកមានបំណងចង់លួចទ្រព្យសម្បត្តិរបស់គាត់មានចៅចូលមកដល់ក្នុងផ្ទះរបស់ខ្ញុំហើយខ្ញុំនឹងមិនឲ្យចៅនោះរួចខ្លួនទេស្រាប់តែពេលនោះគាត់ក៏បានប្រែកាយទៅជាបិសាចពស់នៅក្នុងផ្ទះនេះមានទ្រព្យសម្បត្តិច្រើនមែនលោកបងខ្ញុំបាននិយាយប្រាប់លោកបងរួចហើយម្ដងនេះយើងនឹងខ្លាចជាអ្នកមានជាមិនខាននៅស្រុកនេះគ្មានអ្នកណាមានជាងយើងទេពេលនោះបិសាចពស់ក៏បានមកដល់លោកបងអើយលោកបងបិសាចធំណាស់បិសាចពស់ធំណាស់លោកបងគិតយ៉ាងម៉េចទៅយើងមិនអាចតតាំងនឹងវាបានទេមានតែយើងពីរនាក់នាំគ្នារត់ទើបអាចរួចខ្លួនតើអ្នកចង់រត់ទៅណាខ្ញុំមិនឲ្យអ្នករត់ចេញងាយទេអ្នកនឹងខ្លាចជាខ្មោចពេលនោះចៅទាំងពីរនាក់ក៏បានរត់ចេញទៅខាងក្រៅអ្នកគិតថាអាចរត់រួចពីយើងមែនទេយើងនឹងសម្លាប់អ្នក
ឯងទុកជីវិតឲ្យយើងទៅយើងមិនមកលួចផ្ទះរបស់ឯងទៀតទេយើងសូមតែជីវិតតែប៉ុណ្ណោះយើងមិនព្រមទេយើងនឹងសម្លាប់ពួកឯងពេលនោះបិសាចពស់ក៏បានសម្លាប់ចោលទាំងពីរនាក់នោះខ្ញុំសម្លាប់មនុស្សមែនទេខ្ញុំមិនបានតាំងចិត្តទេឲ្យខ្ញុំសុំទោសបន្ទាប់មកថ្ងៃរៀបការរបស់គាត់ក៏បានមកដល់តែគាត់មិនទាន់និយាយប្រាប់ឲ្យប្រពន្ធគាត់បានដឹងអាចកំបាំងរបស់គាត់ទេថ្ងៃរៀបការរបស់ខ្ញុំបានចប់ហើយបន្តិចទៀតខ្ញុំនឹងក្លាយជាបិសាចពស់ដល់ពេលនោះមិនដឹងថានាងខ្លាចខ្ញុំយ៉ាងណាទេប្តីសម្លាញ់តើបងកើតអ្វីទៅមិនបានជាបងភ័យខ្លាចបែបនេះបងប្រាប់អូនមកតើបងមានរឿងអ្វីទៅប្រពន្ធសម្លាញ់បងមិនចង់លាក់បាំងអូនបន្តទៀតទេបងបានត្រូវបណ្ដាសាបិសាចពស់ពេលដែលបងដើរលេងនៅក្នុងព្រៃនៅពាក់កណ្ដាលយប់បងនឹងក្លាយជាបិសាចពស់បើសិនជាមានរឿងបែបនេះហើយអ្វីបានជាបងមិនរកដំណោះស្រាយទៅបងបានរកវិធីគ្រប់យ៉ាងតែបងនៅតែមិនអាចដោះបណ្ដាសាបិសាចពស់នោះបានទៀតបន្តិចទៀតម៉ោង12យប់ហើយអូនយកខ្សែមកចងបងមកបន្ទាប់មកប្រពន្ធគាត់ក៏បានធ្វើតាមអ្នកធ្វើបាបខ្លួនឯងបែបនេះអ្នកធ្វើបែបនេះអ្នកគិតថាអាចខាត់យើងបានមែនទេលោកប្តីតើលោកប្តីយ៉ាងម៉េចហើយលោកប្តីចាំបន្តិចណាអូនទៅហៅអ្នកភូមិឲ្យគេមកជួយបងបន្ទាប់មកប្រពន្ធគាត់ក៏បានរត់ចេញទៅខាងក្រៅដើម្បីហៅអ្នកភូមិឲ្យមកជួយបិសាចពស់ធំណាស់បិសាចពស់មែនហើយពស់ធំណាស់លុះពេលព្រឹកឡើងអ្នកភូមិក៏បាននាំគ្នាមកប្រជុំដើម្បីកម្ចាត់បិសាចពស់ខ្ញុំមិនចង់ដេញគេឲ្យចេញពីភូមិទេតែបើយើងទុកគេនៅប្រកាសជាមានគ្រោះថ្នាក់ដេញគេចោលទៅខ្ញុំមិនចង់ឲ្យគេរស់នៅក្នុងភូមិរបស់យើងទេមែនហើយដេញចេញទៅតើខ្ញុំអាក្រក់ខ្លាំងណាស់មែនទេទើបអ្នកភូមិគេមិនចង់ឲ្យខ្ញុំនៅតើខ្ញុំត្រូវគិតយ៉ាងម៉េចទៅលោកប្តីបងក៏ពិបាកចិត្តពេកខ្ញុំដឹងថាបងមិនអាចហាមឃាត់អារម្មណ៍ខ្លួនឯងបានព្រោះតែបិសាចពស់កំពុងតែនៅក្នុងខ្លួនបងតែអ្នកភូមិគេមិនគិតបែបនោះទេគេចង់ឲ្យបងចាក់ចេញពីក្នុងភូមិនិយាយតែប៉ុណ្នេះស្រាប់តែបិសាចពស់ដែលនៅក្នុងខ្លួនគាត់ក៏បានប្រែកាយអ្នកភូមិទាំងអស់នេះមិនចង់រស់ហើយយើងនឹងឲ្យគេស្គាល់មេរៀនរបស់យើងសូមអ្នកដកបណ្ដាសាចេញទៅកន្លងមកអ្នកធ្វើបាបប្តីរបស់ខ្ញុំគ្រប់គ្រាន់ហើយនាងកុំសង្ឃឹមឲ្យសោះយើងគ្មានថ្ងៃដកបណ្ដាសានេះទេហើយយើងនឹងនៅបែបនេះជារៀងរហូតឆាប់ចាក់ចេញពីទីនេះទៅបើអ្នកមិនចេញទេកុំថាយើងមិនទុកជីវិតឲ្យអ្នកយើងមិនចេញហើយអ្នកដែលត្រូវស្លាប់គឺជាអ្នកភូមិនៅទីនេះយើងនឹងសម្លាប់អ្នករាល់គ្នានៅទីនេះពេលនោះក៏មានព្រះសង្ឃមួយអង្គក៏បាននិមន្តមកដល់លោកបងសូមលោកបងជួយប្តីខ្ញុំផងគាត់ត្រូវបណ្ដាសាបិសាចពស់មិនអីទេញោមអាត្មានឹងជួយឲ្យគេរួចផុតពីបណ្ដាសាបិសាចពស់នេះឆាប់ចាក់ចេញត្រឡប់ទៅវិញទៅបើមិនអញ្ចឹងទេយើងនឹងសម្លាប់អ្នកពេលនោះព្រះសង្ឃក៏បានសូត្របាលីហើយបណ្ដាសារបស់បិសាចពស់ក៏បានរលាយបាត់គាត់ក៏បានត្រឡប់មកក្លាយជាមនុស្សធម្មតាដោយការពីមុន